សូមគោរពទូរទស្សនិកជនគ្រប់ទ្រន់ច្រឡំគ្រប់ជនសូមគោរពទូរទស្សនិកជនគ្រប់ធនគ្រប់ថ្នាក់គ្រប់ខ្នាតគ្រប់សេរីទាំងអស់ជាទីរាប់អាននៅពេលនេះដែរខ្ញុំបាទសូមជូនព័ត៌មានចាប់ឆាយជាដំបូងជួបទៅនឹងមេតិការព័ត៌មានដែលតាក់ទងទៅនឹងករណីគ្រោះថ្នាក់អគ្គិភ័យបានលេបត្របាក់ផ្ទះ2ខ្នងយ៉ាងអធិកអធមកាលពីព្រឹកថ្ងៃទី2ខែ3ឆ្នាំ2014កន្លងផុតទៅប្រមាណជា3ឆ្នាំនេះទៅហើយអើយគេឃើញមានគ្រោះថ្នាក់អគ្គិភ័យមួយបានកើតឡើងបណ្ដាលឲ្យឆេះផ្ទះ2ខ្នងយ៉ាងប្រៃផ្សាយបំផុតដែលមិនធ្លាប់មានពីមុនមកហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា9ថ្ងៃត្រង់ដែលទីតាំងឆេះនោះស្ថិតនៅចិត្តស្ពានអាកាសពេទ្យលោកសង្ឃម្ដុំសង្កាត់ទឹកថ្លាមុខផ្សារសវណ្ណាក្រោយផ្សារបឹងកេងកងរំលងផ្សារដេប៉ូប្រហែលជា200ម៉ែត្រលោកអ្នកនឹងឃើញមានស្លាកយីហោមួយដាក់ថាម៉ាសាកោសជប់8000ជាន់15000ហើយបងប្អូនកុំចុះឲ្យសោះប្រយ័ត្នចាញ់បោកគេអស់40000រៀលដូចជារូបខ្ញុំសរុបសេចក្តីមកទីតាំងដែលឆេះនោះមិនដឹងនៅទីណាឲ្យប្រកាសនោះទេប៉ុន្តែខណៈពេលដែលកំពុងឆេះនោះគេឃើញមានការអន្តរាគមន៍ពីលោកខៀងឆៃអៀងលោកតេងហុងកួងលោកស្រុនតង់ប៉លោកម៉េងជាផនិងលោកសសវណ្ណសម្រិទ្ធទេ2ដែលពួកលោកសុទ្ធសឹងតែជាអ្នករត់ម៉ូតូឌុបទាំងអស់នៅផ្សារដើមកោបានមូលមតិគ្នាសុំជំនួយពីលោកទីម័តរ៉េកាលវេសទុលវិសដែលជាមេដឹកនាំនៃប្រទេសដាក់ឡង់ឲ្យមេត្តាផ្ដល់ជាជំនួយនៅយន្តហោះមួយពលិតអគ្គិភ័យមួយគ្រឿងមកជួយជាប្រញាប់តនហាន់ភ្លាមនោះលោកទុលវិសក៏បានបញ្ជាកងកម្លាំងក្រោមអវត្តរបស់ខ្លួនឲ្យធ្វើបេសកកម្មមកជួយជាបន្ទាន់ដោយផ្ដល់នៅយន្តហោះពលិតអគ្គិភ័យធុនយៈមួយគ្រឿងដែលមានឈ្មោះថា Boeing DZ 312S ដែលជាយន្តហោះដ៏ធំដែលអាចផ្ទុកទឹកពលិតអគ្គិភ័យបានរហូតដល់ 26500 មីលីលីត្រតែនិយាយឲ្យស្រួលស្ដាប់គឺ26លីត្រកន្លះដោយសារតែយន្តហោះធុនយៈនោះมันបានប្រើការមកជាយូរឆ្នាំមកហើយបណ្ដាលឲ្យមានច្រេះចាក់បណ្ដាលឲ្យធ្លុះបាតធំហូរទឹកមួយដំណាក់រហូតមកដល់កន្លែងកើតហេតុក៏អស់ទឹកពីធុងរលីងតែម្ដងនៅថ្ងៃបន្ទាប់ក្រុមប៉ូលីសជំនាញខាងធ្វើកសលវិច័យបានរកមូលហេតុនៃប្រភពបណ្ដាលឲ្យមានអគ្គិភ័យនេះឆាបឆេះរកឃើញហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់អគ្គិភ័យនេះគឺបណ្ដាលមកពីម្ចាស់ផ្ទះគឺជាអ្នកកេះដុតដោយខ្លួនឯងសូមបញ្ជាក់ផ្ទះ2ខ្នងដែលត្រូវភ្លើងឆេះបានសម្រាប់នោះវាមិនមែនជាផ្ទះរបស់មនុស្សរស់នៅនោះទេវាគឺជាផ្ទះសម្រាប់សែនដុតឲ្យដូនតាតែប៉ុណ្ណោះព័ត៌មានចាប់ឆាយផ្សាយដោយខ្ញុំបាទប្រសពកូននៅពេលនេះសូមចប់តែត្រឹមនេះឯងបាទសូមអរគុណសូមជម្រាបលា